សួស្តីបងប្អូនអរគ្នាថ្ងៃនេះនាងខ្ញុំចាប់ផ្ដើមមករៀបចំធ្វើម្ហូបទៀតហើយបងប្អូនគឺនាងខ្ញុំស្លសម្លបែបងាយៗបងប្អូនអរគ្នាចាសម្លសាមញ្ញបែបស្រុកស្រែបងប្អូនថ្ងៃនេះគឺខ្ញុំបានមុខម្ហូបមួយគឺជាសម្លម្ជូរត្រីឆ្ពិនជាមួយនឹងបន្លែយើងត្រឡាចាហើយជាមួយនឹងសម្លនេះគឺអត់មានពិបាកទេបងប្អូនអរគ្នាចាជាមួយនឹងគ្រឿងក្រៅមានជាមួយនឹងម្អមមានជាមួយនឹងត្រឡាចមានជាមួយនឹងត្រីចាហើយត្រីខ្ញុំបានទិញជាមួយនឹងត្រីនៅតាមទីផ្សារហ្នឹងទិញចំនួន2ដើម្បីយកមកស្លជាមួយនឹងម្ជូរបងប្អូនអរគ្នាចាជំហានដំបូងយើងត្រូវការជ្រុំ60សិនបងប្អូនអរគ្នាចាហើយថ្ងៃនេះគឺខ្ញុំដាក់កាមេរ៉ារៀងខុសដៃចឹងទៅវាធ្វើឲ្យប្រហុកពេលដែលខ្ញុំជ្រុំហ្នឹងវាធ្វើឲ្យរៀងកពុបចឹងបងប្អូនអរគ្នាចាយរួមទៅប្រហុកនេះគឺជាប្រហុកធម្មជាតិដែលម៉ែក្មេងគាត់ធ្វើដោយខ្លួនឯងអញ្ចឹងណាធ្វើដោយផ្ទាល់ដៃអញ្ចឹងទៅពេលដែលយើងស្លទៅគឺមានរសជាតិឆ្ងាញ់ហើយមួយទៀតគឺឈ្ងុយបានល្អបងប្អូនអរគ្នាចាឥឡូវនេះខ្ញុំចាប់ផ្ដើមជ្រុំប្រហុកចូលហើយដោយសារទឹកស្លយើងគឺពុះហើយបងប្អូនអរគ្នាចាថ្ងៃនេះខ្ញុំស្លនេះគឺរៀងឧបសគ្គទេបងប្អូនអរគ្នាចាដោយសារតែចង្កានហ្គាសហ្នឹងវាអស់ក្រាំងបងប្អូនអរគ្នាចាដល់ពេលអញ្ចឹងទៅវាពុះរឹមបងប្អូនចាវាអត់សូវពុះខ្លាំងទេបងប្អូនអរគ្នាចាអញ្ចឹងនាងខ្ញុំគឺមកធ្វើការដូរជាមួយនឹងចង្ក្រានបងប្អូនណាចាចង្ក្រានហ្គាសហ្នឹងគឺមាន2បងប្អូនដល់ពេលហ្គាសដាក់ទៅហ្នឹងគឺដាក់ទៅវាអត់ធំអញ្ចឹងវាចាញ់ឈិតតាមចង្ក្រានអញ្ចឹងបងប្អូនចាពេលអញ្ចឹងទៅគឺខ្ញុំអត់ហ៊ានដាក់ជាមួយនឹងចង្ក្រានហ្នឹងទេអញ្ចឹងហើយគឺខ្ញុំបានដូរជាមួយនឹងចង្ក្រានថ្មីដើម្បីដាក់ទៅធ្វើឲ្យទឹកស្លរបស់យើងគឺបានពុះឡើងវិញអញ្ចឹងពេលដែលបើកទៅអត់ពុះទេដោយសារតែហ្គាសហ្នឹងវាចិត្តអស់អញ្ចឹងបងប្អូនអរគ្នាណាចាដល់ពេលចិត្តអស់អញ្ចឹងទៅវាធ្វើឲ្យទឹកស្លរបស់យើងរៀងចំណាយពេលយូរបងប្អូនអរគ្នាចាហើយនាងខ្ញុំក៏ចាប់ផ្ដើមបើកជាមួយនឹងក្រាស់ដើម្បីដាក់ឲ្យទឹកស្លរបស់យើងគឺពុះខ្លាំងជាងហ្នឹងបងប្អូនអរគ្នាចាបន្តិចទៀតខ្ញុំចាប់ផ្ដើមដូរជាមួយនឹងចង្ក្រានឡើងបងប្អូនអរគ្នាចាឥឡូវនាងខ្ញុំបានដូរជាមួយនឹងចង្ក្រានក្រាស់ឲ្យបងប្អូនអរគ្នាចាឥឡូវដល់ពេលយើងដូរជាមួយនឹងចង្ក្រានក្រាស់ថ្មីគឺទឹកស្លរបស់យើងគឺចាប់ផ្ដើមពុះដោយសារតែវាមានកម្ដៅខ្លាំងជាងចង្ក្រានក្រាស់ដែលខ្ញុំប្រើដំបូងបងប្អូនអរគ្នាចាឥឡូវស្លរបស់យើងចាប់ផ្ដើមពុះហើយបងប្អូនអរគ្នាចាឥឡូវស្លយើងចាប់ផ្ដើមពុះហើយនាងខ្ញុំបានបង់ជាមួយនឹងត្រីរួចហើយបងប្អូនអរគ្នាចាដោយសារតែមិញខ្ញុំកាត់វីដេអូដោយសារតែវារៀងវែងបងប្អូនអរគ្នាចាដល់ពេលស្លយើងចាប់ផ្ដើមពុះហើយគឺវាឡើងពុះយើងចាប់ផ្ដើមដួសជំនួសពុះចេញបងប្អូនអរគ្នាចាពេលដែលយើងដួសចេញអញ្ចឹងទៅពេលយើងស្លទៅគឺធ្វើឲ្យស្លយើងវាមានរសជាតិឆ្ងាញ់អញ្ចឹងបងប្អូនអរគ្នាចាឥឡូវនាងខ្ញុំចាប់ផ្ដើមដួសជាមួយនឹងស្លពុះរួចហើយនាងខ្ញុំចាប់ផ្ដើមដាក់ជាមួយនឹងបន្លែចូលគឺជាត្រឡាចបងប្អូនចាត្រឡាចនេះគឺខ្ញុំបានហាន់វាជាបន្ទះបងប្អូនអរគ្នាចាអញ្ចឹងនាងខ្ញុំបានបង់ជាមួយបន្លែចូលហើយបងប្អូនអរគ្នាចាហើយជាមួយនឹងស្លម្ជូរនេះគឺជាសម្លងាយស្រួលបងប្អូនដោយសារតែខ្ញុំជាអ្នកស្រុកស្រែខ្ញុំអត់ស្លអីរៀងឆ្ងាញ់ថាពីសា hamburger អីទេបងប្អូនអរគ្នាចាស្លធម្មតាសាមញ្ញនៅផ្ទះបងប្អូនអរគ្នាចាដោយសារតែនាងខ្ញុំគឺចូលចិត្តសម្លបែបសាមញ្ញចាមិនមហូបអីឆ្ងាញ់ធំដុំអស់លុយច្រើនទេបងប្អូនអរគ្នាចាទៅយើងស្លតាមលទ្ធភាពបងប្អូនអរគ្នាចាហើយនាងខ្ញុំក៏មិនសូវជាអ្នកបានធ្វើម្ហូបប៉ុន្មានដែរបងប្អូនអរគ្នាចាបានតែស្លម្ជូរត្រឡាចាត្រីឆ្ពិននេះគឺរសជាតិឆ្ងាញ់ហើយសម្រាប់នាងខ្ញុំផ្ទាល់ចាឥឡូវនាងខ្ញុំចាប់ផ្ដើមមកដាក់ជាមួយនឹងគ្រឿងក្រៅចាជាមួយនឹងគ្រឿងក្រៅមានជាមួយនឹងស្ករប៊ីចេងចាអំបិលចាឥឡូវទឹកស្លយើងចាប់ផ្ដើមឡើងពុះយើងចាប់ផ្ដើមដួសចេញបងប្អូនអរគ្នាចាហើយជាមួយនឹងសម្លម្ជូរត្រឡាចនេះបងប្អូនគឺឆ្ងាញ់ខ្លាំងមែនតើយើងដាក់ទឹកត្រីម្ទេសតិចអីហ្នឹងគឺញ៉ាំជាមួយគឺរសជាតិឆ្ងាញ់បងប្អូនអរគ្នាចាសម្លបែបអ្នកស្រុកស្រែអញ្ចឹងបងប្អូនអរគ្នាចាបងប្អូនដែលគាត់តែងតែមើលសម្លនឹងខ្ញុំជារៀងរាល់ថ្ងៃខ្ញុំស្លប្រចាំថ្ងៃគឺសម្លបែបសាមញ្ញបងប្អូនពេលដែលឃើញជាមួយនឹងសម្លនឹងខ្ញុំស្លបែបស្រុកស្រែនៅផ្ទះចឹងហើយក៏មានអារម្មណ៍ថាបងប្អូនដែលគាត់នៅទីក្រុងចាគាត់មានអារម្មណ៍ថានៅស្រុកបងប្អូនអរគ្នាចាដោយសារនឹងខ្ញុំនៅតាមបណ្ដាខេត្តចឹងទៅរួមទៅគឺបន្លែជុំវិញផ្ទះយើងអាចបេះស្លបានចឹងបងប្អូនអរគ្នាចាហើយនាងខ្ញុំក៏បានដាក់ពងទាមកគ្រាប់ដើម្បីស្ងោរទុកដាក់ទឹកត្រីពេលដែលយើងដាក់ទឹកត្រីញ៉ាំជាមួយនឹងស្លម្ជូររបស់យើងបងប្អូនអរគ្នាចាឥឡូវនាងខ្ញុំចាប់ផ្ដើមភ្លក់មើលចង់ដឹងថាទឹកស្លរបស់យើងគឺមានរសជាតិយ៉ាងណាបើសិនជាមានការខ្វះខាតយើងនឹងថែមថយគ្រឿងតាមនឹងជាទៀតណាបងប្អូនអរគ្នាចាឥឡូវនាងខ្ញុំចាប់ផ្ដើមដាក់ជាមួយអំបិលបន្តិចដោយសារទឹកស្លរបស់យើងរាងសាបអញ្ចឹងបងប្អូនអរគ្នាចាបើសិនជាមានការខ្វះខាតជាមួយនឹងគ្រឿងអីយើងអាចថែមថយតាមចំណង់ចំណូលចូលចិត្តរបស់យើងបងប្អូនអរគ្នាចាឥឡូវទឹកស្លរបស់ខ្ញុំចាប់ផ្ដើមពុះហើយចាប់ផ្ដើមឆ្អិនបងប្អូនអរគ្នាចាដោយសារតែខ្ញុំចង់ឲ្យបន្លែត្រឡាចហ្នឹងវារៀងទន់តិចបងប្អូនអរគ្នាចារៀងឆ្អិនអញ្ចឹងណាឥឡូវនាងខ្ញុំសុំថែមស្ករសបន្តិចបងប្អូនអរគ្នាចា
ដូចខ្ញុំបញ្ជាក់ក្នុងវីដេអូអញ្ចឹងបងប្អូនដែលគាត់ slow ហើយបើសិនជាមានការខ្វះខាត slow ទៅឬក៏ប្រៃឬក៏សាបអីចឹងយើងអាចថែមគ្រឿងតាមនឹងទេបងប្អូនអរគ្នាចាឥឡូវទឹកស្លរបស់នាងខ្ញុំចាប់ផ្ដើមពុះហើយមកទៅទំនងខ្លាំងមែនតើបងប្អូនសម្លម្ជូរត្រឡាចត្រីឆ្ពិនបងប្អូនអរគ្នាចាហើយនៅឯខាងភូមិស្រុករបស់ខ្ញុំហ្នឹងគឺអត់ពិបាកទេបងប្អូនអរគ្នាចាយើងចង់ទិញម្ហូបអីគឺម្ហូបមកដល់ផ្ទះតែម្ដងឥឡូវស្លយើងចាប់ផ្ដើមឆ្អិនហើយនាងខ្ញុំចាប់ផ្ដើមមកដួសដាក់ចូលក្នុងចានដើម្បីញ៉ាំជាមួយនឹងបាយពេលថ្ងៃបងប្អូនអរគ្នាចាឥឡូវស្លរបស់នាងខ្ញុំចាប់ផ្ដើមឆ្អិនហើយបងប្អូនអរគ្នាចាឥឡូវនាងខ្ញុំចាប់ផ្ដើមដួសសម្លដើម្បីញ៉ាំបាយពេលថ្ងៃបងប្អូនណាចាមុខម្ហូបងាយៗតែមានរសជាតិឆ្ងាញ់មានក្តីសុខជាមួយនឹងមុខម្ហូបបែបស្រុកស្រែបងប្អូនបើសិនបងប្អូនចូលចិត្តកុំភ្លេចជួយតាមដានវីដេអូឲ្យច្រើនដើម្បីនាងខ្ញុំមានកម្លាំងចិត្តវីដេអូតទៀតបងប្អូនទាំងអស់